នៅប្រទេសកម្ពុជាយើងគឺពិតជាសម្បូរដើមឫស្សីណាស់ឫស្សីមានច្រើនប្រភេទច្រើនពូជខ្លះដុះនៅតាមភូមិស្រុករបស់ប្រជាជនខ្លះដុះនៅតាមព្រៃភ្នំមិនថាដើមឫស្សីឬក៏ទំពាំងកូនឫស្សីគេយកទៅច្នៃជាគ្រឿងប្រើប្រាស់និងទំពាំងអាចធ្វើជាបន្លែក៏បានទំពាំងព្រៃមួយចំនួនមានជាតិពុលអាចគ្រោះថ្នាក់បានឫស្សីជារុក្ខជាតិតចសារជាតិមួយប្រភេទដែលបុរាណមានជំនឿថាមានកំណើតនៅឋានសួគ៌ដែលមានអ្នកសច្ចាំងឬឥសីផ្ដល់នៅថាមពលឬសន្ធិដ្ឋចំពោះឫស្សីនេះដែរការមានជំនឿទៅតាមតំបន់និងការយល់ឃើញរៀងៗគ្នាមិនមានឯកសារបញ្ជាក់គ្រប់គ្រាន់នោះទេចំពោះជំនឿលើនាងពួនឫស្សីនិងបញ្ញាក្អែកឫស្សីខ្ញុំករណីជាខ្ញុំបានរៀបរាប់នៅចំណុចខាងលើរួចមកហើយនៅចំណុចខាងក្រោមនេះខ្ញុំនឹងលើកយកមកបង្ហាញយ៉ាងសង្ខេបដូចខាងក្រោមនេះការនិងផ្លែឫស្សីតាមការសិក្សាស្រាវជ្រាវលម្អិតគ្រប់ដើមឫស្សីទាំងអស់សុទ្ធតែអាចមានផ្កានិងមានផ្លែដែលមកពីធម្មជាតិហើយដើមឫស្សីដែលមានផ្កានិងផ្លែគឺសិតសឹងតែជាដើមឫស្សីដែលមានអាយុចំណាស់បំផុតចាប់ពី44ឆ្នាំទៅ48ឆ្នាំហើយឫស្សីនោះវានឹងងាប់ទៅវិញយ៉ាងឆាប់បន្ទាប់ពីចេញផ្កានិងផ្លែរួចហើយបុរាណលោកថាផ្កាឫស្សីនិងផ្លែឫស្សីជារបស់កម្រមិនងាយជួបមិនងាយឃើញដូចនេះបុរាណលោកតែងតែយកផ្លែឫស្សីមកធ្វើបន្តោងខ្សែកឬដាក់លើអាសនៈនៅប្រទេសកម្ពុជាកម្រអ្នកមានផ្លែឫស្សីថែរក្សាណាស់ចំពោះផ្កាឫស្សីយើងក៏ប្រទេសច្រើនជាពិសេសគឺដើមឫស្សីព្រៃអាច4ឆ្នាំឬប្រើពេលយូរជាងនេះទើបចេញផ្កាម្ដងហើយបើមានឫស្សីព្រៃឫស្សីដែលមានបន្លាក្រាស់មានថ្នាំញឹកមិនមានប្រហោងក្នុងនោះទេគេប្រើសម្រាប់ធ្វើជាវង្គងសម្រាប់ឡើងដើមត្នោតឬដើមបន្លារបស់វាគេយកមកធ្វើជារបងផ្ទះចេញផ្កានោះចាស់បុរាណតែងឲ្យប្រផ្នូលថាស្រុកទេសមានសង្គ្រាមឬជួបគ្រោះរាំងស្ងួតជាដើមផ្កាឫស្សីព្រៃគេមិនយកមកប្រើប្រាស់នោះទេដោយបុរាណលោកមិនចាត់ជារបស់សក្ការៈអ្វីនោះទេតែចំណែកពូជឫស្សីមួយប្រភេទមានដើមប៉ុនកដៃឬទំហំធំជាងនេះមានប្រហោងក្នុងមានបន្លាតិចតួចបើមានផ្កាបុរាណតែងយកផ្កានោះមកគោរពបូជាព្រោះបុរាណមានជំនឿថាជាពុកមាត់ពុកចង្ការឬសក់របស់អ្នកមានបុណ្យឬឥសីមកជំរុះទុកនៅនឹងដើមឫស្សីនេះពុកមាត់ឫស្សីតាមការដកស្រង់ពីឯកសារនិងរឿងទេវកថាដែលទាក់ទងនឹងឥណ្ឌូសាសនាឬព្រហ្មសាសនារបស់ប្រជាជនឥណ្ឌានិងក្រុមមនុស្សអាស៊ីខាងជើងគ្រប់គ្នាពួកគេតែងប្រើប្រាស់របស់មួយប្រភេទទុកជាប់នឹងខ្លួនដែលគេសំអាងថាជាស្នេហ៍មកពីធម្មជាតិហើយបងប្អូនខ្មែរយើងភាគតិចណាស់ប្រើប្រាស់វានោះអ្វីដែលយើងខ្ញុំចង់លើកឡើងនោះគឺជាឫសដើមឫស្សីដែលវាអាចរកបាននៅក្នុងព្រៃជ្រៅតែប៉ុណ្ណោះនៅខាងឥណ្ឌានិងនៅអាស៊ីភាគខាងជើងគេបានឲ្យឈ្មោះវាថា Blue Perindu មានន័យថាឫសវីតាមីនឥសីខាងក្នុងឬពុកមាត់ឥសីដែលវាមានយ៉ាងកម្របំផុតនៅក្នុងពោះនៃដើមឫស្សីជារាងសរសៃឬឫសចំពោះដើមឫស្សីដែលមានបំពង់ប្រហោងក្នុងនៅពេលដែលយើងឃើញមានសរសៃដូចអំបោះឬដូចសរសៃសក់ពណ៌សនៅខាងក្នុងបំពង់ឫស្សីនោះមិនមែនសុទ្ធតែគ្រប់ដើមឫស្សីសុទ្ធតែមានពុកមាត់ឫស្សីទាំងអស់នោះទេតាមជំនឿពីបុរាណពុកមាត់ឫស្សីឬពុកមាត់មុនីឥសីជារបស់ត្រជាក់ត្រជុំបើបានប្រសិទ្ធិដាក់នៅកន្លែងរកស៊ីត្រជាក់ត្រជុំហើយអាចយកទៅបញ្ចុះស្នេហ៍រកស៊ីបញ្ចុះស្នេហ៍ព្រះមុនីឥសីឬបញ្ចុះស្នេហ៍មហាញញឹមក៏បានផងដែរដើម្បីរកស៊ីមានបានមានញាតិមិត្តចូលចិត្តច្រើននិងមានសេចក្តីសុខក្នុងក្រុមគ្រួសារពុកមាត់តាមុនីឥសីតាមការដកស្រង់ពីឯកសារនិងរឿងទេវកថាដែលទាក់ទងនឹងឥណ្ឌូសាសនាឬព្រហ្មសាសនារបស់ប្រជាជនឥណ្ឌានិងក្រុមមនុស្សអាស៊ីខាងជើងគ្រប់គ្នាពួកគេតែងតែប្រើប្រាស់របស់មួយប្រភេទទុកជាប់នឹងខ្លួនដែលគេសំអាងថាជាស្នេហ៍មកពីធម្មជាតិហើយដែលបងប្អូនខ្មែរយើងភាគតិចណាស់ប្រើប្រាស់វានោះអ្វីដែលខ្ញុំចង់លើកឡើងនោះគឺជាឫសដើមឫស្សីដែលគេអាចរកវាបាននៅក្នុងព្រៃជ្រៅតែប៉ុណ្ណោះនៅខាងឥណ្ឌានិងនៅអាស៊ីខាងជើងគេបានឲ្យឈ្មោះវាថា Blue Perindu មានន័យថាឫសវីតាមីនឥសីខាងក្រៅឬពុកមាត់មុនីឥសីដែលវាមានយ៉ាងកម្របំផុតគឺជាប្រភេទឫស្សីដែលគ្មានប្រហោងនៅខាងក្នុងឫស្សីតាន់មានឫសយ៉ាងក្រាស់ហើយមានថ្នាំងញឹកពិនភាគសម្គាល់ឫសរបស់វាមានប្រវែងពី5សង់ទីម៉ែត្រទៅ10សង់ទីម៉ែត្រចំណែកទំហំគឺតូចជាង1សង់ទីម៉ែត្រវាមាន3ពណ៌គឺពណ៌ត្នោតពណ៌សហើយនិងពណ៌ខ្មៅជាទូទៅឫសរបស់ Blue Perindu ហើយនិង Blue Perindu វាស្រដៀងគ្នាមែនទែនទៅនឹងរោមផ្នែករបស់មនុស្សយើងវិធីធ្វើកិច្ចចំពោះ Blue Perindu និង Blue Perinduឲ្យមានឫទ្ធីមានស្នេហ៍មានដូចខាងក្រោមនេះ1ឡើងបេះដូងមួយផ្លែមិនខ្ចីពេកមិនចាស់ពេកហើយផ្លែនោះបែរចំទៅពន្លឺព្រះអាទិត្យហាមដាច់មិនឲ្យផ្លែដូងធ្លាក់មកក្រោមនោះទេត្រូវយកចុះដោយប្រុងប្រយ័ត្ន2យកទឹកដូងចេញហើយយកសាច់ដូងមកចម្អិនឲ្យចេញជាប្រេងដូង3យកកូនដបតូចមួយសម្រាប់ដាក់ប្រេងដូងហើយជាមួយនឹងឫសវីតាមីន2សរសៃយើងនឹងអាចមើលឃើញវាកម្រើកនៅក្នុងដបប្រេងដូងដែលច្រកបិទគម្របនោះ4ចុងបញ្ចប់យកកូនដបប្រេងដូងទៅដាក់លើអាសនៈរួចធ្វើមុន
ប្រសិទ្ធិប្រទេសឥណ្ឌាប្រសិទ្ធិតាមភាសាឥណ្ឌាប្រទេសកម្ពុជាប្រសិទ្ធិដាស់ជាភាសាខ្មែរគាថាប្រសិទ្ធិសូមអញ្ជើញអីសីមនីដែលជាគ្រូខ្ញុំជួយដាស់អាគមដាស់យន្តកន្សែងដាស់លេខអក្សរាសីមាកំផែងអាឋានកំហែងបាទស្ទឹងសង្កែមុនមហាទុនសាយសំឡាយដំរីបាំងជប់បាំងវៃបាំងទាំងដួងខែមុនបងបាំងកាយគួចដើមស្រងាយអញ្ជើញគ្រូស្នេហ៍លិនថោងសារកាគ្រូសក់កណ្ដាញ់ទាំងតូចទាំងធំទាំងគ្រូសំណុំទាំងគ្រូសង្វាគ្រូផ្សិតរមូលទាំងស្នួលមេបាអរិយអ្នកតាដំឡើងរិស័យពួកម្រេងកងវាលនិងព្រាយកុមារក្រមួនកោបាព្រាយក្បាល8ម្ចាស់ភូមិម្ចាស់ស្រុកដែលមានបារមីរួមកំឡាំងដៃនិងអេសីមនីវេងដានសាដកបញ្ញាថ្លៃវិជាការសម្ដែងរិទ្ធីចុងរៀមជើង1រំជួយធរនីចុងរៀមជើង2រន្ទះពេញមេឃចុងរៀមជើង3បែកភៀកបាំងខ្លួនចុងរៀមជើង4អាកាសរហែកចុងរៀមជើង5ធ្លាក់ភ្លៀងពីមេឃលើកដៃបាំងភ្នែកភ្លៀងរាំងថ្ងៃរះទន្ទ្រាំជើងម្ខាងសត្រូវវក់វីទន្ទ្រាំជើង2យកជ័យជំនះមាត់សូតបួងសួងដៃផ្លុំសំពះយកជ័យជំនះឈ្នះមាសត្រូវសូតមួយចប់ឬសូត3ចប់រិទ្ធានុភាពពេលចេញតាណាមកណាប្រកបរបររកស៊ីចិត្តក្តីឆ្ងាយក្តីជួបអ្នកតូចធំប្រើវាលៀបចិញ្ចើមលៀបជើងសក់លៀបបបោមាត់និងចង្ការមានអនុភាពពូកែខ្លាំងខ្លាអងនប់ឫស្សីចំពោះនប់ឫស្សីនេះដែរមិនមានឯកសារណាមួយបង្ហាញច្បាស់លាស់នោះទេហើយចំណុះនប់ឫស្សីនេះដែរក៏មិនមែនជារបស់កម្រអីនោះដែរងាយស្រួលក្នុងការរកជាពិសេសគុំឫស្សីដែលចំណាស់ជំនឿចំពោះនប់ឫស្សីនេះគ្រាន់តែជាការជឿតគ្នាខ្លះនៅតាមតំបន់ខ្លះតែប៉ុណ្ណោះដូចនេះចំពោះនប់ឫស្សីនេះដែរចូលបងប្អូនប្រើប្រាស់តាមជំនឿរៀងៗខ្លួនទៅចុះរើសជុំក្រឡង់ចំពោះឫស្សីជុំឬឫស្សីជុំក្រឡង់ជាប្រភេទដើមឫស្សីវិលកង់ជារង្វង់មូលបានមួយជុំឬមូលបានច្រើនជុំជាដើមឫស្សីប្រភេទនេះក៏មិនសូវសម្បូរនោះដែរហើយការប្រើប្រាស់ក៏មានជំនឿតែនៅតាមតំបន់ខ្លះតែប៉ុណ្ណោះដែលភាគច្រើនគេចេញមកពីប្រភពអ្នកខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យខេត្តរតនមានជ័យឬខេត្តសៀមរាបជាដើមជំនឿលើឫស្សីជុំក្រឡង់នេះអ្នកខ្លះអះអាងថាកើតមានតាំងពីបុរាណកាលមកអ្នកខ្លះអះអាងថាមានជំនឿពីជីដូនជីតាអ្នកខ្លះប្រាប់ថាមានគ្រូអ្នកចេះអាគមឲ្យប្រើប្រាស់ជាដើមតែចំពោះជំនឿនៅលើឫស្សីជុំក្រឡង់នេះដែរមិនដែលមានឯកសារណាមួយបង្ហាញថាវាជាជំនឿតាំងពីបុរាណកាលមកនោះទេជំនឿលើឫស្សីជុំក្រឡង់នេះអ្នកដែលប្រើគិតថាជារបស់ត្រជាក់ត្រជុំមានស្នេហ៍ជុំញាតិមិត្តជាពិសេសគ្រួសារដែលមានប្តីប្រពន្ធមិនសូវចុះសម្រុងគ្នានោះទេយកឫស្សីជុំក្រឡង់នេះដាក់លើផ្ទះចងនៅមាត់ទ្វារផ្ទះឬចងនៅនឹងសសរផ្ទះឬដាក់លើអាសនៈនោះរកស៊ីមានបានគ្រួសារលែងឆ្លោះប្រកែកគ្នាការពារភាពមិនល្អទាំងឡាយណាដែលចង់មកបៀតបៀនចំពោះតំបន់ខ្លះទៀតជឿថាឫស្សីជុំក្រឡង់ជាកងដៃព្រះមុនីឥសីឬអ្នកសច្ចាំងសុំសិលក្នុងព្រៃបន្សល់ទុកឬជំរុកទុកឲ្យជាអនុស្សាវរីយ៍ដល់នៅសេចក្តីសុខនិងការពារមុនខ្មៅឫស្សីស្របថ្នាំងឬឫស្សីជុលថ្នាំងចំពោះឫស្សីស្របថ្នាំងគ្នាជាប្រភេទនៃឫស្សីដែលមានថ្នាំងនៅស្របគ្នាពីថ្នាំងទី1ទៅថ្នាំងបន្ទាប់ទៀតចំពោះឫស្សីជុលថ្នាំងជាប្រភេទឫស្សីដែលមានផ្នែកឫស្សីងាងឫស្សីនៃថ្នាំងទី1ទៅជុលមកគ្នានឹងផ្នែកឫស្សីងាងឫស្សីនៃថ្នាំងបន្ទាប់ទៀតយើងនិយាយអំពីជំនឿនៃប្រភេទឫស្សីទាំងនេះនៅប្រទេសឥណ្ឌូនេស៊ីប្រទេសភូមានិងប្រទេសថៃគឺសុទ្ធតែចង់បាននៅប្រភេទឫស្សីបែបនេះនិងមានជំនឿយ៉ាងងប់ងល់ផងដែរហើយជំនឿទាំងនេះក៏បានសាបព្រោះនៅកម្ពុជាផងដែរអ្នកមានជំនឿជាពិសេសនៅប្រទេសឥណ្ឌូនេស៊ីពួកគេមានទំនុកចិត្តថាជារបស់ពូកែស័ក្តិសិទ្ធិដ៏កម្រសម្រាប់ការពារពីការព្យាបាទណាមួយពីសំណាក់មនុស្សឬអមនុស្សផងដែរឫស្សីចាក់ធ្លុះឬឫស្សីដុះកណ្ដាលថ្នាំងជាប្រភេទឫស្សីដែលមានដុះមែកឬដុះចេញជាងាងនៅកណ្ដាលសាច់ឫស្សីដែលមិនមែនជាថ្នាំងចំពោះជំនឿគឺមិនមានប្រភពច្បាស់លាស់នោះទេវាអាចជាជំនឿតគ្នាឬជាការគិតថាវាជារបស់កម្រប៉ុន្តែអ្នកដែលបានវត្ថុទាំងនេះយកទៅថែរក្សាគេតែងសរសើរពីអនុភាពតាមកម្លាំងរបស់វាថាស័ក្តិសិទ្ធិជួយចម្រុងចម្រើនផងដែរឫស្សីតាន់គឺជាឫស្សីដែលពូជរបស់វាជាធម្មតាមានប្រហោងខាងក្នុងជានិច្ចបើពូជវាមានប្រហោងជានិច្ចតែបែរជាមានឫស្សីក្នុងពូជនោះមានក្លឹមតាន់ស្ទើរតែពេញមួយដើមតែម្ដងនោះគេកំណត់ថាជាឫស្សីតាន់ចំពោះឫស្សីប្រភេទនេះមិនមានជំនឿទូលំទូលាយនោះទេគឺថាជាការមានជំនឿតគ្នាទៅតាមតំបន់ខ្លះតែប៉ុណ្ណោះដែលពួកគាត់យកឫស្សីប្រភេទនេះមកឆ្លាក់ជារូបលោកតាព្រះមុនីឥសីឬឆ្លាក់ជារូបព្រះសិវលីសំលៀបជាដើមហើយយកមកប្រសិទ្ធិសម្រាប់គោរពបូជាសូមបងប្អូនទទួលនៅជំនឿប្រកបដោយបញ្ញានោះនឹងនាំមកនៅសេចក្តីខ្ញុំបានម្ចាស់ពេកអាណាចក្រអជ្ជបញ្ញើកឯ2ដែលពេទ្យគេថាសង្ឃឹម5% មានសតិដូចដើមដូចនេះខ្ញុំដឹងខ្លួនវិញដោយសារតែបនរៀនធរអាសិក្សាធរតាមអវាទព្រះពុទ្ធក្រតែទ្របតែមិនក្រសទ្ធាសូមបងប្អូនខ្មែរជនរួមជាតិដែលនៅប្រទេសគេកុំភ្លេចកំណើតដើមជាខ្មែរជួយចូលរួមតាមរយៈខ្ញុំបាទបើកផ្ទះមនុស្សធរជួយជនក្រីក្រទូរគតផង